បាទជំរាបសួរនៅពេលនេះដែរខ្ញុំមានលំហាត់មួយនេះគឺជាលំហាត់ចំណោទគេឲ្យយើងរកកលាផ្ទៃកបាសដែលវារៀងវាជាចតុកោណកែងខ្ញុំថាគេឲ្យយើងរកកលាផ្ទៃវាមកសម្រាប់កលាផ្ទៃចតុកោណកែងគឺយើងត្រូវស្គាល់បដោយហើយនឹងទទឹងអញ្ចឹងដើម្បីយើងដឹងបដោយហើយនឹងទទឹងយើងគុណទៅគឺយើងឃើញកលាផ្ទៃហើយប៉ុន្តែនេះគឺគេអត់ប្រាប់បដោយនឹងទទឹងទេប៉ុន្តែគេប្រាប់ជាបរិមាត្រយើងថាគេប្រាប់វាជាបរិមាត្រដែលបរិមាត្រវាគឺ255ម៉ែត្រហើយគេបញ្ជាក់មកទៀតថាទទឹងហ្នឹងខ្លីជាងបដោយថាគេថាទទឹងខ្លីជាងបដោយ25ម៉ែត្រអញ្ចឹងមានថាបដោយហ្នឹងវែងជាងទទឹង25ម៉ែត្រយើងថាអាមួយទៀតហ្នឹងគឺវាប្រវែងដូចគ្នាអញ្ចឹងហ្នឹងថាន័យវាគឺត្រង់ចំណុចហ្នឹងណាចំណុចកន្លឹះសំខាន់បាទអញ្ចឹងគេថាកបាសមួយមានរាងជាចតុកោណកែងដែលស្គាល់បរិមាត្រ250ម៉ែត្រហើយទទឹងខ្លីជាងបណ្ដោយ25ម៉ែត្រអញ្ចឹងគេថាគេឲ្យរូបមកណាអញ្ចឹងគេឲ្យយើងរកកលាផ្ទៃបាទដោយនិយមនិយាយអញ្ចឹងគេថាដើម្បីរកកលាផ្ទៃចតុកោណកែងបានគឺយើងត្រូវស្គាល់ទទឹងហើយនឹងបណ្ដោយបាទអញ្ចឹងគឺយើងត្រូវចាំប៉ុណ្ណឹងប៉ុន្តែគេឲ្យយើងស្គាល់បរិមាត្រអញ្ចឹងមានថារូបមន្តបរិមាត្រគឺយើងដឹងហើយរូបមន្តបរិមាត្រគឺយើងត្រូវធ្វើម៉េចអញ្ចឹងមានថាគេយើងយកបដោយទទឹងនេះយើងបូកវាបញ្ចូលគ្នាណាមានថាយើងយកបដោយsorry មានថាយើងយកទទឹងខាងនេះហើយនឹងទទឹងនេះបូកចូលគ្នាមកហើយនឹងបដោយហើយនឹងបដោយបូកចូលគ្នាមកអាហ្នឹងគឺជាបរិមាត្រហើយបាទអញ្ចឹងដើម្បីដឹងថាចម្លើយយើងដោះស្រាយដើម្បីសូមចូលទៅយើងសូមចូលទៅមើលទាំងអស់គ្នាបាទនេះយើងរូបដែលគេឲ្យបាទលំហាត់នេះខ្ញុំដកស្រង់ចេញពីសៀវភៅថ្នាក់ទី9សៀវភៅថ្នាក់ទី7ច្រឡំថ្នាក់ទី9អញ្ចឹងចម្លើយយើងចូលមកនេះបាទអញ្ចឹងមានថាដើម្បីយើងរកកលាផ្ទៃអញ្ចឹងមានថាយើងតាំងអញ្ចឹងយើងតាំងS នេះថាជា S ហ្នឹងវាជាកលាផ្ទៃយើងចង់ថាចតុកោណកែងណាបាទយើងដាក់មកវាជាកលាផ្ទៃកបាសដែលយើងត្រូវរកអញ្ចឹងរូបមន្តបើតាមរូបមន្តកលាផ្ទៃចតុកោណកែងគឺយើងយកបណ្ដោយគុណទទឹងប៉ុន្តែបណ្ដោយយើងអត់ទាន់ដឹងទេទទឹងយើងអត់ទាន់ដឹងទេគាត់ដឹងថាបណ្ដោយវែងជាងទទឹង25ម៉ែត្របាទអញ្ចឹងនាំឲ្យ S ស្មើនឹង x គុណនឹង x បូក25នេះដោយសារតែនេះគឺរូបមន្តគឺយើងយកទទឹងគុណនឹងបណ្ដោយអញ្ចឹងបណ្ដោយគឺយើងយកបូកនឹង25យើងគឺវាស្មើនឹងកលាផ្ទៃហើយប៉ុន្តែយើងអត់ទាន់ដឹងថា x នឹងប្រមាណទេ x ហ្នឹងណាអញ្ចឹងយើងត្រូវរក x ទៀតអញ្ចឹងគេថាលក្ខខណ្ឌមួយទៀតគឺយើងដឹងថាចំណុចពិសេសគឺចតុកោណកែងគឺយើងដឹងកាលណាគេឲ្យយើងរកកលាផ្ទៃគឺគេប្រាប់បរិមាត្រហើយដោយសារតែបរិមាត្រគឺយើងយកជ្រុងបូកជ្រុងមកគឺស្មើនឹងបរិមាត្រហើយបាទនេះតាមរូបមន្តបរិមាត្រចតុកោណកែងគឺស្មើនឹង p មានថាតាមដោយរូបមន្តបរិមាត្រអញ្ចឹងវាស្មើនឹង2គុណនឹងបណ្ដោយបូកនឹងទទឹងនេះគឺសារតែបណ្ដោយ2នេះអញ្ចឹងថានេះ1 2អញ្ចឹងហើយទទឹងអានេះ1អញ្ចឹង2អាហ្នឹងរូបមន្តណាបាទអញ្ចឹងយើងនាំឲ្យ2នេះ2ជារូបមន្តទេអញ្ចឹងនេះបណ្ដោយយើងគឺគេបណ្ដោយអញ្ចឹងមានថានេះបណ្ដោយនេះគឺ x បូកនឹង25ដោយហើយទទឹងគឺ x បាទនេះគាត់ថាខ្ញុំទៅសេឆ្លាស់គ្នាណានេះយើងទៅសេមួយណាមុនក៏បានដែរអត់អីទៀតណានឹងអញ្ចឹងគឺស្មើនឹង250នេះគឺជាបរិមាត្រនេះបាទអញ្ចឹងនាំឲ្យយើងពន្លាតវាមកនេះយើងគុណមកបាន 2x បាទគុណមកនេះមកយើងបានប៉ុណ្ណេះអញ្ចឹងវាបាន2គុណនឹងកតា x បូកនឹង25នឹងស្មើនឹង250ដដែលអញ្ចឹងអានេះយើងពន្លាតអានេះមួយទៀតមកថា 2x ដដែលយើងគុណមកបាន 2x បូកកាលណាយើងគុណមកវាបាន 2x អានេះ25គុណនឹង2បាន50បាទ
យើងបាត់មួយចោលនេះស្មើ250ដែររួចអានេះគឺវាជាទម្រង់សម័យកាលអញ្ចឹងសម័យកាលគឺយើងយកអញ្ញត្តិបូកជាមួយអញ្ញត្តិហើយចំនួនថេរយើងបូកជាមួយចំនួនថេរអញ្ចឹងសម័យកាលមានថាគឺយើងអញ្ញត្តិគឺយើងទុកនៅម្ដងជាមួយអញ្ញត្តិអត់មានអញ្ញត្តិគឺយើងបោះទៅម្ខាងទៅអង្គម្ខាងទៀតយើងអត់ទុកជាមួយគ្នាទេបាទដើម្បីយើងរកអញ្ញត្តិណាអញ្ញត្តិយើងគឺជា x បាទអញ្ចឹងពី x បូកនឹង 2x ស្មើនឹង50បាទអញ្ចឹង50ហ្នឹងយើងអត់ទុកទេយើងបោះមកអាំងមកចំនួនថេរដូចគ្នាមកអញ្ចឹងមានថាយើងបោះមកបាទអញ្ចឹងបានដក50អញ្ចឹងនេះបាន 2x អញ្ចឹង250ដក50វាស្មើនឹង200អញ្ចឹងនេះដើម្បីយើងរក x គឺយើងបោះឆ្លងយ៉ាងស្មើផលគុណវាទៅជាផលចែកអញ្ចឹង200យើងចែក4បាន50អញ្ចឹង50គឺ50អីគឺជា50ម៉ែត្រដោយសារយើងរកវាຂະຫນາດវាជាម៉ែត្រហ្នឹងហើយຂະຫນາດវាប្រវែងអញ្ចឹងថាវាយើងត្រូវវាដាក់ជាម៉ែត្រហើយបាទអញ្ចឹងកាលណាដែលយើងរក x ឃើញហើយអញ្ចឹងមានថាលំហាត់ហ្នឹងកន្លះផ្ទៃហ្នឹងគឺយើងអាចរកឃើញហើយអញ្ចឹងយើងយកចំនួនមក x ស្មើ50យើងយកមកចំនួនមកអញ្ចឹងកន្លែងណា x យើងចំនួនដោយ50បាទអញ្ចឹងគេបានឬប្រមុនដែលយើងនេះពីលើហ្នឹងបាទនេះបាទអញ្ចឹង x គុណនឹងកតា x បូក25បាទអញ្ចឹងស្មើមកបាទអញ្ចឹងមានថាយើងយក50បូកនឹង25ស្មើ75ពេល75យើងគុណនឹង50មកគឺយើងឃើញ3750អញ្ចឹងសារវាຂະຫນາດជាកន្លះផ្ទៃគឺយើងម៉ែត្រការ៉េបាទអញ្ចឹងលំហាត់នេះគឺចប់ប៉ុណ្ណឹងអញ្ចឹងមានថាដូចនេះកន្លះផ្ទៃយើងគឺស្មើនឹង3750សម៉ែត្រការ៉េបាទអញ្ចឹងលំហាត់នេះគឺយើងចប់ប៉ុណ្ណឹងបាទសូមអរគុណដែលចំណាយពេលវេលាបានតាមដានលំហាត់នេះបាទប៉ុន្តែសូមកុំភ្លេចជួយ Subscribe Channel យើងមួយផងដើម្បីទទួលបានលំហាត់ថ្មីៗល្អៗបាទសូមអរគុណសូមជម្រាបលា